กับใบนี้ในเกลียได้รัฐาภิบาลថ្មីមិនទាន់បានបង្កើតផងនោះមានពលរដ្ឋខ្មែររងគ្រោះព្រោះរឿងដីធ្លីមួយគ្រួសារនៅរាជធានីភ្នំពេញត្រូវបានអ្នកមានអំណាចក្នុងជួរគណៈបកប្រជាជនកម្ពុជាប្រើអំណាចកម្លាំងសមត្ថកិច្ចបង្កអំពើហិង្សាគំរាមបណ្តេញចេញពីលំនៅឋានជាមួយនឹងការដោះដូរនៅសំណងមិនសមរម្យចាត់ថាតើភាពឈឺចាប់របស់ជនរងគ្រោះដែលជាពលរដ្ឋខ្មែរស្លូតត្រង់រូបនោះមានទុកសោកយ៉ាងដូចម្តេចសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់កិច្ចសម្ភាសន៍រវាងលោកអ៊ិតសុខាជាមួយនឹងពលរដ្ឋមួយរូបរស់នៅទីក្រុងភ្នំពេញដែលលោកមានបញ្ហាចំនួនដីធ្លីជាមួយនឹងមន្ត្រីអ្នកមានអំណាចមានខ្លឹមសារដូចតទៅបាទអរលោកអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីនៅថ្ងៃនេះវិទ្យុខ្មែរប៉ុស្តិ៍បានជួបជាមួយពលរដ្ឋមួយគ្រួសារដែលមានចំនួនបញ្ហាដីធ្លីរយៈពេលថ្មីនេះបើតាមព័ត៌មានពីក្រុមគ្រួសារមួយគ្រួសារនេះបានដឹងថាគាត់បានរស់នៅលើដីតាំងពីឆ្នាំ1982រហូតដល់ឆ្នាំ2000ដល់បីនេះទើបតែមានបញ្ហាដោយសារតែដីនៅជាប់ផ្លូវធំជំរាបជូនអស់លោកអ្នកស្ដាប់ជុំវិញនឹងបញ្ហាដីនេះគឺដីឯកជនរបស់គាត់តាំងពីឆ្នាំ82មកប៉ុន្តែឥឡូវនេះពាក់ព័ន្ធជាមួយអាជ្ញាធរចង់បានដីហ្នឹងយកទៅលក់ដោយមិនផ្ដល់សំណងឲ្យបានធ្វើបាបក្រុមគ្រួសារមួយនេះឥឡូវនេះក្រុមគ្រួសារបានផ្ដល់ឱកាសឲ្យវិទ្យុខ្មែរប៉ុស្តិ៍ធ្វើបទសម្ភាសន៍ឲ្យដឹងអំពីសាវតាដីហើយអ្នកណាខុសអ្នកណាត្រូវលោកអ្នកនឹងបានតាមដានស្ដាប់ការសាកសួរដេញដោលជាមួយនឹងខ្ញុំបាទឥឡូវនេះម្ចាស់ផ្ទះម្ចាស់ដីបានមកដល់បន្ទប់ផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅក្នុងទីក្រុងភ្នំពេញហើយខ្ញុំបាទសូមជម្រាបសួរបាទខ្ញុំសូមឲ្យលោកជម្រាបជូនឲ្យលោកអ្នកស្ដាប់អំពីឈ្មោះហើយនឹងសាវតាដីហ្នឹងនៅក្នុងសង្កាត់អីឋានអីហើយក្រុមគ្រួសាររបស់លោកមានបញ្ហាដីហ្នឹងជាមួយនឹងអាជ្ញាធរនោះបាទខ្ញុំឈ្មោះលីសុខេងបាទខ្ញុំនៅលើឡូដីលេខឡូ18ផ្លូវ528សង្កាត់បឹងកក់1នៅចំកាច់ជ្រុងផ្លូវលេខ289ខ្ញុំសូមជម្រាបជូនថាដីនេះខ្ញុំបាននៅតាំងពីឆ្នាំ1982នៅឆ្នាំ83ខ្ញុំមានតែការទទួលស្គាល់ពីអាជ្ញាធរនៅលើដីនេះហើយដីនេះក្រោយមកឆ្នាំ1985បានសាលាសកាត់មកជិះសេយកដីនេះទៅធ្វើជាសាលាសកាត់ដូច្នេះដីខ្ញុំមកឲ្យមកនៅមួយចំហៀងដាច់ដោយឡែកពីអាគាររបស់សកាត់រហូតមកដល់ថ្ងៃនេះទៀតសជួនរបស់រដ្ឋាភិបាលសរសេរចេញដីដែលត្រូវលក់ឲ្យក្រុមហ៊ុនគុនសៀនេះអត់មានលក់ដីខ្ញុំទេគឺលក់សាលាសកាត់អាគារខាងក្រោមជាសាលាសកាត់ខាងលើជាគណៈបព្វជិជនអត់មានពាក់ព័ន្ធមួយដីខ្ញុំទេហើយរឿងស្អីដែលអ្នកទិញហើយមកដល់កន្លែងនេះមកនៅលើដីសង្កាត់ហើយមកលើអាគាររបស់សង្កាត់បែរជាឲ្យមនុស្ស 4-10 នាក់មកការពារដីហើយមនុស្ស 10 នាក់ហ្នឹងតាមខ្ញុំដឹងគឺសិតតែអ្នកមកពីក្រសួងមហាផ្ទៃប្រើអំណាចខូខើក៏ហៅខ្ញុំទៅហើយគ្នា8នាក់3ខ្នោះខ្ញុំបោះលើឡានហើយសួរខ្ញុំឲ្យខ្ញុំឆ្លើយបំភ្លឺខ្ញុំសួរថាចាប់ខ្ញុំមកនេះតើមានបទអីដែលចាប់ខ្ញុំមកអត់ឆ្លើយជាមួយខ្ញុំរួចអត់មានបទចោទខ្ញុំសួរទៅវិញថាបើអញ្ចឹងទេគឺខ្ញុំឆ្លើយជូនលោកអត់បានទេខ្ញុំសុំប្តឹងក្រុមហ៊ុនគុនសៀតាមរយៈក្រសួងមហាផ្ទៃចាប់ខ្ញុំយកមកធ្វើមិនអញ្ចឹងហើយចាប់ខ្ញុំដើម្បីបញ្ជូនខ្ញុំទៅតុលាការក្រុង3ខ្នោះប្រុងយកដីរបស់ខ្ញុំធ្វើនឹងត្រឹមត្រូវអត់ត្រឹមត្រូវហើយខ្ញុំសុំប្តឹងសុំឲ្យរដ្ឋាភិបាលជួយធ្វើការវិនិច្ឆ័យឲ្យខ្ញុំខ្ញុំនិយាយទៅតុលាការក៏ខ្ញុំនិយាយចឹងណាខ្ញុំនិយាយនៅមហាផ្ទៃប៉ុណ្ណាគឺនៅតុលាការគឺប៉ុណ្ណាចង់សួរថាដីហ្នឹងទំហំប្រមាណដែរដីនេះទំហំ480ម៉ែត្រការ៉េដែលខាងក្បាលជាប់ផ្លូវ289នៅខាងផ្លូវធំវា7ម៉ែត្រជាងទេមិនគ្រប់8ម៉ែត្រទេណាហើយនៅខាងកតុយវា17ម៉ែត្រហើយបណ្ដោយដីហ្នឹងជម្រៅគឺបែរនឹង40ម៉ែត្រព្រោះដីនេះប្រឆិតបើបោះប្រឆិតវា40ម៉ែត្របើបោះត្រង់វាស្ទើរបាទប៉ុន្តែលោកមានបានកម្មសិទ្ធិសម្គាល់ត្រឹមត្រូវអាចលនៈទ្រព្យហ្នឹងទេបាទខ្ញុំសូមជម្រាបជូនចម្លើយនឹងឲ្យច្បាស់ខ្ញុំនៅឆ្នាំ82ហ្នឹងដល់ឆ្នាំ83បានជម្រាបស្ថិតិវាមានប្រសិទ្ធភាពបានរដ្ឋនឹងចេញឲ្យខ្ញុំនៅបានស្នាក់នៅមានក្បាលដីនឹងក្នុងសភៅលេខ57ក្បាលដីលេខ6មានច្បាប់បញ្ជាក់ច្បាស់លើខ្ញុំនៅលើដីនឹងតាំងពីឆ្នាំនោះមកបាទហើយនៅពេលឆ្នាំ2005ខ្ញុំបានឃើញច្បាស់ពីគោលការណ៍របស់រដ្ឋាភិបាលប្រទេសហាឡង់ដែលគេមកជួយអភិវឌ្ឍនៅប្រទេសខ្មែរនឹងលើដីរបស់ខ្ញុំជាដីតំបន់វិនិច្ឆ័យមិនមែនជាដីរបស់រដ្ឋទេប៉ុន្តែដោយសារអាជ្ញាធរចង់បានដីខ្ញុំទៅលក់មានតម្លៃគាត់ចោទប្រកាន់ថាខ្ញុំនៅលើដីរដ្ឋប៉ុន្តែការពិតសកាត់និយាយអញ្ចឹងក៏ដោយប៉ុន្តែមានអាជ្ញាធរក្រុងមានសាលាក្រុងបញ្ជាក់ច្បាស់ថាដីសាលាសង្កាត់នឹងគឺខាងក្រោមជាអាគារ
ខាងលើជាគណៈបកជាជនដីខ្ញុំគឺដោយឡែកអត់មានពាក់ព័ន្ធទេរឿងអីដែលក្រុមហ៊ុនគុនសៀមកនៅលើផ្ទះគាត់ដីគាត់ដែលគាត់ទិញហើយគាត់យកមនុស្ស4នាក់មកធ្វើមិនទំធ្វើបាបទេគឺមានបំណងប៉ុនប៉ងមនុស្សជាតិច្បាស់លាស់ប៉ុនប៉ងមនុស្សជាតិព្រោះពេលយប់គាត់យកដុំថ្ម 4-5 គីឡូណាបោះទៅលើចន្ទទី3មកលើដបូលតែខ្ញុំសាំងស្រីតើងទាំងអរិយចង្សីចង្ហរខ្លងមានហេតុផលនៅតឥឡូវណាកន្លែងខ្លះចង្ហរប៉ុណ្ណឹងអីហើយធ្លាក់មកដល់លើក្បាលកូនស្រីខ្ញុំឲ្យវាបានអាដេញទៅហាលការពារកុំឲ្យកូនស្រីខ្ញុំស្លាប់បាត់ហើយមិនមែនម្ដងទេ 5-6 ដងបោះដុំថ្មទាំងធំចឹងមកហ្មងយើងនិយាយការពិតមានសាក់សីមានថតអីមានទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងសតទេណាប្រពន្ធកូនខ្ញុំដេញខ្ញុំចេញពីកន្លែងហ្នឹងដើម្បីយកដីហ្នឹងយកខ្ញុំមិនឲ្យដីរបស់ខ្ញុំអញ្ចឹងគាត់ព្យាយាមឲ្យកូនចៅគាត់10នាក់ហ្នឹងធ្វើខេតពួកខ្ញុំយកបថៅកាប់លើក្បាលខ្ញុំធ្លាក់ទៅលើម៉ូតូដល់ដីឈាមហូរនៅលើដីខ្ញុំអត់ដឹងខ្លួនទៀតតម្រាំខ្ញុំដឹងឡើងពេទ្យគេដឹកខ្ញុំទៅសង្គ្រោះហើយអង្គការទាំង8មកដឹកខ្ញុំទៅគេព្យាបាលគេចេញលុយឲ្យខ្ញុំថតអីមានទាំងអស់ឯកសារគ្រប់គ្រាន់អង្គការទាំង8បាទប៉ុន្តែចង់សួរថយក្រោយបន្តិចរដ្ឋគេថាលោកនឹងរស់នៅលើដីរដ្ឋប៉ុន្តែឥឡូវហ្នឹងរដ្ឋយកដាក់ជាសម្បត្តិរដ្ឋឬក៏រដ្ឋយកទៅឲ្យអ្នកណារដ្ឋអត់តាន់យកទេព្រោះរដ្ឋអ្នកទៅសេឲ្យខ្ញុំដោះស្រាយឲ្យខ្ញុំដីនឹងឲ្យខ្ញុំទៅហើយរដ្ឋអត់មាននិយាយតែពីទៅទេប៉ុន្តែឯកជននេះខុនសៀទេដែលរំលោភយកដីខ្ញុំអត់មាននិយាយប៉ះពាល់ដល់ហ៊ុនសែនដល់ប៉ះពាល់ដល់រដ្ឋាភិបាលទេពីព្រោះក្នុងនោះទៅសេច្បាស់ប៉ុន្តែរឿងកាត់ប៉ុណ្ណឹងរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យខ្ញុំព្រោះខ្ញុំនៅក្រោមរដ្ឋាភិបាលប៉ុន្តែលោកពូបានប្តឹងទៅអាជ្ញាធរតាមតុលាការហើយនៅឲ្យគេដោះស្រាយបានខ្ញុំប្តឹងទៅសង្កាត់ប្តឹងទៅប៉ុស្តិ៍ទៅខណ្ឌទៅដល់ស្នងការក្រុងអត់មានអ្នកណាជួយដោះស្រាយខ្ញុំទេមកដល់នៅកន្លែងផ្ទះខ្ញុំនឹងពួកដែល7នាក់10នាក់នឹងលើកសាមរ័យលើកកបិតកែលើកបថៅណានេះបថៅកបិតវាថាវាសម្លាប់មនុស្សនៅបឹងកក់3នាក់អត់មានពីណាធ្វើអីវាអត់ចាប់វាដាក់គុកទេពួកវានៅសល់ថ្ងៃនេះខ្ញុំបានប្តឹងទៅតុលាការហើយតុលាការអត់ដោះស្រាយខ្ញុំទៀតពីព្រោះអារឿងហ្នឹងអ្នកនៅពីក្រោយខ្នងគឺយឹមលៀងខុនសៀខ្លាំងណាស់ប៉ុន្តែគាត់មិនចេញមុខពីណាគេយឹមលៀងកូនយឹមឆាលីមេកងអង្គរៈរបស់ជាស៊ីមហើយយឹមលៀងជាឧបនាយករដ្ឋមន្ត្រីរបស់យឹមឆាលីហើយខ្នងប៉ុណ្ណឹងខ្ញុំទៅធ្វើយ៉ាងម៉េចគ្មានអ្នកណាហ៊ានទេកុំថាខ្ញុំស្នងការក្រុងអត់ហ៊ានដែរមកអត់ហ៊ានទេកុំនិយាយរឿងអធិការកិច្ចរបស់ខណ្ឌមកដល់គឺថយក្រោយឃើញអាណិតខ្ញុំពេកឲ្យលុយ30រៀលដើម្បីចិញ្ចឹមគ្រួសារខ្ញុំនិយាយនឹងគឺថាខ្ញុំតូចចិត្តខ្លាំងណាស់អង្គការសហជីវជាតិក៏ឲ្យលុយខ្ញុំអង្គការលីកាដូក៏ឲ្យខ្ញុំចេញថ្លៃពេទ្យអង្គការសិទ្ធិមនុស្សក៏ឲ្យខ្ញុំនេះមកឃើញនឹងវាហួសហេតុពេកដែលមិនអាចទប់បានសំបីតែអ្នកនៅផ្សារណានៅពេលដែលប្រពន្ធកូនខ្ញុំទៅដល់គេសួរពីរឿងការលំបាកអ្នកទាំងអស់នោះយកកសែជូតទៅផ្សេងទៅផ្សារទូគួរណា37មករាហ្នឹងបើមិនជឿទៅសួរចាសួរណាគេអាណិតគេអាសូរគ្រួសារខ្ញុំហួសហេតុពីព្រោះអីប្រពន្ធកូនខ្ញុំរស់នៅកន្លែងនេះបងប្អូនគេស្រឡាញ់នោះបានណារស់នៅ30ឆ្នាំជាងហើយនៅតែតិចទៀតពេលអាចដល់40ហើយខ្ញុំមាននៅតែថ្ងៃងាប់ទេ70ឆ្នាំហើយគេយកខ្ញុំទៅពុះក្បាលខ្ញុំទៀតធ្លាក់ទៅលើម៉ូតូដល់តែស្លាប់ហើយប្រពន្ធខ្ញុំទៀតនិយាយពីវាយកក្រោយពីការកាប់វាយសម្លាប់ហើយហ្នឹងណាវាយកអាដេញឆ្នាំអីឆ្នាំទឹកធុងភ័យស្បែកគេហៅសេប្រូវិញនោះអាប៉ូលៀបវាយកមកវាយកសាំងទៅចាក់ក្នុងអាដេញហ្នឹងវាកកោហើយហ្នឹងវាដាក់ឆ្នាំពុលយកអានឹងជះពីលើដបូលផ្ទះជះពីលើផ្ទះហើយជះជំនៀងឲ្យចូលផ្ទះនៅតែកែដុតទេឆ្កែហ៊ីវាព្រុស7ឆ្កែយើងមកអស់លីណាខ្ញុំនិយាយការពិតគ្រប់ថប់ខ្ញុំមានផុសតាមទាំងអស់យំឆាលីគាត់ធ្វើនឹងគឺថាអត់ត្រូវទេពួកគាត់ជាអ្នកស្គាល់ខ្ញុំក៏ស្គាល់គាត់តាំងពីនៅក្រៃជីមុនណាអាពុកខ្ញុំអ្នកដឹកគោជាមួយជាស៊ីមយកទៅលក់ឲ្យវៀតណាមកាលនោះធ្វើចោលហើយមុននៅឆ្នាំ1970អាពុកខ្ញុំក៏ធ្វើចោលជាមួយដែរតែយើងដឹកទៅមិនខុសច្បាប់អានឹងមានជាចោលដែលកបីគោនេះយើងអ្នកយកទៅលក់មែនមានន័យថាយឹមឆៃលីស្គាល់ក្រុមគ្រួសារលោកពូច្បាស់លាស់មិនថាមិនច្បាស់លាស់ទេពីព្រោះអីតាំងពីពេលនោះមកគាត់ជាមួយខ្ញុំអត់ដែលបានជួបប្រទះគ្នាក្នុងពាក្យសម្ដីដែលទៅអង្គុយនិយាយគ្នាទេណាពីព្រោះគាត់នៅជីមុនខ្ញុំនៅជាក្រែកជាប់ដីគ្នានៅក្នុងដីក្នុងឃុំតែមួយគ្នាក្នុងខេត្តកំពង់ចាមបាទជាក្រែកហ្នឹងណាហើយគាត់អត់ដឹងថាខ្ញុំមនុស្សនៅនោះទេបើគាត់ដឹងថាខ្ញុំនៅស្រុកមួយគាត់ប្រហែលជាគាត់មិនធ្វើបាបខ្ញុំដល់ថ្នាក់ហ្នឹងទេចុះហេតុអីបានជាលោកមិនប្តឹងទៅគាត់ផ្ទាល់តែម្ដងអត់មានពីណាទទួលពាក្យមិនដឹងយើងបានទេទៅតាមរយៈសាលាខណ្ឌក៏អត់ទៅដល់តាមរយៈខេត្តក៏អត់បានទៅដល់ទៅតាមរយៈដាក់តាមប៉ុស្តិ៍បិទ
ស្រោមសម្បត្តិដាក់ឬក៏មកដេទៅសបែកទៅក៏ទឹកដល់ទៀតមិននឹងយ៉ាងម៉េចវាបាត់តំណែងនឹងអស់ខ្ញុំថារឿងតំណែងនឹងបើដល់ដឹងដល់ហ៊ុនសែនខ្ញុំមិនវេទនាដល់ថ្នាក់នោះទេពីព្រោះគាត់ជានាយករដ្ឋមន្ត្រីគាត់ហាតាណាលេទៅនោះរឿងអីគេធ្វើបាបកូនចៅរបស់គាត់តែប៉ុណ្្នឹងហើយគាត់ធ្វើងើយគាត់មិនដឹងកន្លែងហ្នឹងហើយដែលខ្ញុំទូចចិត្តជាមួយគាត់កាលពីមុនណាពីណានិយាយប៉ះហ៊ុនសែនបានខ្ញុំយំតែដល់ឥឡូវនេះខ្ញុំឈប់យំហើយខ្ញុំនិយាយវាអស់តាម Facebook តាមផ្សេងៗទាំងអស់វាគួរតែសម្ដែងហ៊ុនសែនលឺហើយមិនក៏គាត់មិនអន្តរាគមហើយខ្ញុំទៀតណាជាមួយប្រពន្ធគាត់នៅអាការខ្នៅខ្ញុំនៅដងក្តៅនៅស្រាប់សក់ចប់គ្នាថ្ងៃដែលគាត់ហែលទឹកនៅពងចានេះគាត់ត្រូវរបួសហើយខ្ញុំនៅកងដឹកជញ្ជូនគាត់នៅតំបន់21ខ្ញុំនៅតំបន់20ទៅវាយខ្មាំងដូចគ្នាប៉ុន្តែខ្ញុំកងដឹកជញ្ជូនទៅពេលដែលប្រជាពលរដ្ឋត្រូវជំនះចេញនៅពេលដែលទាហានដែលត្រូវរបួសខ្ញុំអ្នកដឹកមកខ្ញុំដឹកទៅពេទ្យប៉ុន្តែកាលនោះមិនដឹងគេដឹកដោយទៅហ៊ុនសែនដឹកអីតែវិញមកហើយមនុស្សស្លាប់ដូចអាដេញត្រីដែលហាលទៅលើកន្ទេលអញ្ចឹងបាទកាលពីឆ្នាំណាដែរបាទឆ្នាំខ្ទង់83ខ្ញុំមិនភ្លេចទេបើ83 84ប៉ុណ្ណឹងបាទមានន័យថាធ្លាប់ធ្វើការជាមួយគ្នាបាទរួមអាវុធជាមួយគ្នាបៃខ្មាំងដូចគ្នាខ្ញុំតស៊ូនៅដឹកជញ្ជូនផងខ្ញុំចិញ្ចឹមតបផងខ្ញុំលួចកាភ្លើងទៅឲ្យខាងទាហានទៀតដើម្បីទៅវាយខ្មាំងព្រោះកាលនោះខ្មែរយើងអត់មានកាភ្លើងគ្រប់គ្រាន់ទេភាគីខាងនោះមកខាងទៀតណាគេភាគីមកខាងទៀតដែលវាយហ្នឹងបាទលុតណុលវៀតណាមខាងអាធីវហើយខ្ញុំនៅវៀតណាមខាងតងជាមួយយាយកង់វាយគ្នាយាយកង់ជាមួយអាធីវវាយគ្នាហើយខ្ញុំនៅខាងខ្មែរយើងអត់មានស្ត្រាវុធគ្រប់គ្រាន់ទេខ្ញុំអ្នកដឹកក្របតាំងពីកចេះតំបន់500ហើយខ្ញុំមកលួចកាភ្លើងពីលើឡានដែលខ្ញុំដឹកដាក់ចុះដើម្បីឲ្យស្រុកឲ្យឃុំទៅលួចកាភ្លើងពីខ្ញុំទៀតដើម្បីយកទៅវាយខ្មាំងព្រោះកាលនោះកាភ្លើងមានតម្លៃណាកាភ្លើងមួយដើមអាការបដៅស្មើនឹងជីវិតមនុស្សមួយហើយខ្ញុំតស៊ូប្រមាណ100ចូលពី300កាភ្លើងខ្ញុំនិយាយនឹងបើការនិយាយពេលនោះខ្ញុំជាប់គុកហើយខ្ញុំលួចបោះរត់ណាប៉ុនលួចរត់ជួយរត់អរគុណលោកដែលបានរៀបរាប់អំពីប្រវត្តិជ្រុះវិញនឹងការរួមអាវុធជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែឥឡូវយើងងាកមកវិញឃើញថាយើងតស៊ូជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែលទ្ធផលជាចុងក្រោយហើយលោកមានអាយុ70ឆ្នាំជាងហើយឥឡូវនេះគេមិនយល់យកគេសូម្បីតែដីមួយដុំដែលយើងរស់នៅមិនបានសុខផងសម្រាប់ឲ្យពលរដ្ឋយួនគេរស់នៅយ៉ាងសប្បាយចូលមកដីខ្មែរដែលខុសច្បាប់នោះលោកយល់យ៉ាងដូចម្តេចដែរចំណុចបាទកន្លែងនេះខ្ញុំអាចឆ្លើយបានពីព្រោះយួនគេមកនៅគេមិនបានវាទីដីប្រមាណទេចំពោះខ្មែរយើងដែលមានដីគឺត្រូវមានគេមកគិតសកត់យកដីពីយើងទៅវិញត្រង់កន្លែងហ្នឹងហើយបានចេះតែមានបញ្ហាហេតុអីបានជាយួនគេមិនទៅធ្វើទុកបុកម្នេញទៅយកដីពីយួនមកធ្វើបាបទៅខ្មែរពីព្រោះអីពួកនោះវាមកវារស់នៅលើដីខ្មែរដើម្បីលក់ដូរដើម្បីមានអត្តសញ្ញាណប័ណ្ណដើម្បីរស់នៅលើស្រុកខ្មែរបានស្រួលតែវាទៅវាទីយកដីក៏មិនមែនបានស្រួលដូចខ្មែរយើងដែរឡើយវាមិនសូវមានបញ្ហាត្រង់កន្លែងហ្នឹងហើយបញ្ហាមួយទៀតវាពាក់ព័ន្ធនឹងរឿងនយោបាយប៉ុណ្្នឹងខ្ញុំនិយាយប៉ុណ្្នឹងយល់ហើយណាវាអាចឲ្យគេរស់នៅបានស្រួលប៉ុន្តែខ្មែរយើងមិនមែនតែខ្ញុំមួយទេដែលវេទនានោះខ្ញុំជម្រាបជូនអស់បងអូនជិះឡានពីនេះទៅដល់កចេះទៅដល់ស្នួលទៅដល់នោះដីអ្នកធំមានប្រមាណ10000ហិកតាក្នុងម្នាក់សំបីតែកូនសម្ដេចហ៊ុនសែននឹងម្នាក់10000ហិកតាចាច់ហិកតាជាងដីនឹងបានមកពីណាមិនបានពីការរើរៀនរបស់ប្រជាពលរដ្ឋទៅមើលចាដីកូនហ៊ុនសែនមួយកលៈ10000ជាង10000ជាងរហូតដល់ដីវៀតណាមបាទហេតុអីខ្មែរដែលគ្នារស់នៅវេទនាយ៉ាងហ្នឹងបន្តិចជួយគាត់គួរតែកាត់ចំណែកណាមួយឲ្យទៅអានឹងដោយការចំណន់សេអនុចឹងចំណន់សេអនុខ្ញុំជម្រាបជូនណាខ្ញុំរស់នៅតាមចំណន់សេអនុអ្នកណាចូលមកដល់ផ្ទះខ្ញុំឆែកឆេររបស់ខ្ញុំអ្នកនឹងរឿងហើយធ្វើលិខិតមួយជូនទៅសម្ដេចសេអនុតាមរយៈប៉ុស្តិ៍ឬកំងដេអ្នកនឹងអត់បាន24ម៉ោងទេបើមិនចាប់គុកក៏ដូរកន្លែងដែរហើយមកសម្ដេចហ៊ុនសែនគេកាប់ខ្ញុំប៉ុណ្្នឹងហើយគាត់ធ្វើមិនដឹងឥឡូវឲ្យខ្ញុំស្រឡាញ់គាត់ទៅមកទៀតខ្ញុំនៅតែស្រឡាញ់តែបើគាត់ដូរផ្លាស់បានខ្ញុំនិយាយព្រឹកមិញថាបើហ៊ុនសែនគាត់ចេះអង្គុយលើកៅអីហ្នឹងណាគាត់អាចអង្គុយបានតទៀតបើគាត់មិនចេះអង្គុយទេគាត់ទៅអស់ពេលហ្នឹងហើយពួកប្រជាពលរដ្ឋគេស្គាល់ហើយគេដឹងហើយសិទ្ធិការរស់នៅរបស់គេដឹងអស់ហើយមិនមែនដូចកន្លងមកទេប៉ុន្តែឥឡូវគេក៏នៅតែមានមនោចេតនាគេនៅតែស្រឡាញ់ហ៊ុនសែនដូចខ្ញុំក៏នៅតែស្រឡាញ់ហ៊ុនសែនដែរពីព្រោះអីគាត់អត់ដឹងខ្យល់ទេប៉ុន្តែយ៉ាងណាក៏ដោយក៏អ្នកដែលមកធ្វើទុកបុកម្នេញរឿងបញ្ហាដីធ្លីលោកយមឆៃលីគឺជាឧបនាយករដ្ឋមន្ត្រីជួយ៉ាងណាជាកូនចៅរបស់លោកហ៊ុនសែនដែរដឹងហើយបានខ្ញុំនិយាយនោះព្រោះពោះចុះពីហ៊ុនសែនមកគឺឧបនាយកហើយត្រង់ហ្នឹងដែលខ្ញុំខឹងណាស់ពីព្រោះខ្ញុំមួយឧបនាយកអង្គការតស៊ូគាត់អត់បានតស៊ូដូចខ្ញុំផង
គាត់នៅជាមន់គាត់នៅខាងដីខ្មែរទេខ្ញុំមកតែឆ្លងទៅវៀតណាមដែលវាយតាំងពីជំនាន់កំពង់ចាមមកពួតដែលវាយយក7មករាមកគាត់ទៅបានតស៊ូខ្ញុំមកដល់ស្រុកខ្មែរព្រាមខ្ញុំជម្រាបជូនមេធំរបស់វៀតណាមខ្ញុំចេះភាសាវៀតណាមទៀតស្គាល់ខ្ញុំពីពួកខ្ញុំបម្រើឲ្យកងទ័ពវៀតណាមនឹងតាំងពីឆ្នាំ70បាទឈ្មោះគាត់ឈ្មោះវៀតណាមហ្នឹងណាគាត់ឈ្មោះទឺប៊ីខ្លះគេហៅទឺមីហើយខ្ញុំចង់ធ្វើអីក៏បានដែរហើយភាសាវៀតណាមខ្ញុំចេះដល់10ថ្ងៃព្រោះមកចំណន់រត់ទៅជាមួយសម្ដេចហ្នឹងណាខ្ញុំរៀនភាសាវៀតណាមឲ្យតល់តែចេះបាទខ្ញុំមកដល់ស្រុកខ្មែរវិញខ្ញុំអាចធ្វើការបានធំប៉ុន្តែខ្ញុំមិនចូលចិត្តរបបដូចប្រើសិទ្ធិអំណាចខ្ញុំរៀនដល់បាក់ឌុបហើយភាសាវៀតណាមក៏ខ្ញុំចេះនិយាយតិចតក់ដែរកាលនោះខ្ញុំអាចធ្វើការបានធំប៉ុន្តែខ្ញុំមិនចូលចិត្តរបបជីចន់របបគេសុខហ្នឹងខ្ញុំសុខចិត្តដើរចេញខ្ញុំមកធ្វើជាប្រជាពលរដ្ឋធម្មតាប៉ុន្តែយូរខ្ញុំវេទនាខ្ញុំតស៊ូនឹងព្រៃតស៊ូមួយស្ដែងដែរខ្ញុំមកតស៊ូនៅផ្ទះខ្ញុំផ្ទះលេខ18ហ្នឹងតាំងពី82ដល់មួយថ្ងៃនេះខ្ញុំតស៊ូពីក្នុងព្រៃម្ដងផ្ទះខ្ញុំតស៊ូរស់នៅផ្ទះដេញកាប់ខ្ញុំរាល់ថ្ងៃកាប់រាល់ថ្ងៃនេះណាមិនមែនខ្ញុំព្យាកទៅគឺថារាល់ថ្ងៃបើមិនថ្ងៃដេញកាប់ក៏ថ្ងៃធ្វើបាបម៉ូតូបង្ហោះដែរភ្ញៀវរបស់ខ្ញុំដែលទៅលេងផ្ទះខ្ញុំមកបានទៅនឹងវាបើកម៉ូតូទៀតហ្មងវាតាមទៅដល់ផ្ទះរូរឿងគេដល់ផ្ទះពួកបងប្អូនថ្លៃបងអីមកយកបាយយកអង្គមកខ្ញុំអត់បានទេទៅវិញវាទៅតាមធ្វើបាវដល់ផ្ទះណាវាបង្អត់បាយពួកខ្ញុំមិនឲ្យធ្វើបានទេខ្ញុំនិយាយកាត់ទុកហ្នឹងបើនិយាយទៅការធ្វើបាបទាំងអស់ហ្នឹងគឺមិនឲ្យក្រុមគ្រួសាររបស់លោកហ្នឹងចេញពីដីហ្នឹងតែម្ដងបាទវាធ្វើទៅដើម្បីឲ្យខ្ញុំចេញយកលុយតិចតួចដើម្បីចែកឲ្យចេញទៅប៉ុន្តែប្រពន្ធខ្ញុំវាត្រាំអត់បានវាចេះតែឲ្យខ្ញុំយកលុយអានតិចតួចទៅវាត្រាំអត់បានទេគេឲ្យប្រមាណតិចតួចហ្នឹងគេឲ្យតែ 15,000 ហើយដីខ្ញុំតម្លៃជាង$1 លានហើយដីរបស់ខ្ញុំទៀតមិនដីនៅក្នុងសជួននោះទេណាហើយគូនោះតែយឹមឆាលីនឹងគាត់មើលធ្វើការវិភាគតើដីនឹងដីអីមិនដីរដ្ឋាភិបាលលក់ឲ្យគាត់ទេដីខ្ញុំហ្នឹងវាខុសដល់ឡែកឯកសារខ្ញុំមានឥឡូវហ្នឹងមិនមែនអត់មានទេបានព្រឹកមិញខ្ញុំមកធ្វើបាបខ្ញុំទៀតណាខ្ញុំលក់ដូរព្រឹកមិញហ្នឹងយកតាអីយកដេញតុកអីមកដាក់ខាងវាមុខមិនឲ្យភ្ញៀវចូលស៊ីខ្ញុំថាយកឯកសារសជួននោះមកពិនិត្យមើលដីដែលខ្ញុំគួររស់នៅពងលក់ដូរតាដីឯណាបាទដីរបស់ខ្ញុំអត់មាននឹងសជួននោះដែលមកធ្វើចឹងអត់បានទេប៉ុន្តែកម្លាំងដែលដាក់ចុះឃ្លាំមើលឲ្យធ្វើបាបក្រុមគ្រួសាររបស់លោកសពថ្ងៃហ្នឹងជាកម្លាំងរបស់រដ្ឋាភិបាលឬក៏ជាកម្លាំងមកពីណាណាកម្លាំងហ្នឹងគឺការពិតខ្ញុំនិយាយដល់ការពិតប៉ុន្តែខ្ញុំរស់ផតាអត់ឃើញទេណាវានិយាយនេះខ្ញុំនិយាយទៅវាពាក់ព័ន្ធដល់រឿងបោះឆ្នោតទៀតប៉ុន្តែខ្ញុំសុំនិយាយកម្លាំងហ្នឹងជាកម្លាំងរបស់មហាផ្ទៃដែលដាក់មកហ្នឹងប៉ុន្តែក្រោមការគ្រប់គ្រងរបស់យឹមលៀងដែលជាម្ចាស់ទិញដីពីកូនយឹមឆាលីហ្នឹងបាទយកកម្លាំងរដ្ឋាភិបាលមកគៀបសពតប្រជាជនហ្នឹងខុសធ្ងន់ណាបើយកប្រជាពលរដ្ឋមកគៀបក្បាលកាត់ក្បាលខ្ញុំអត់ប្រមាណទេយកកម្លាំងរដ្ឋាភិបាលយកមកគៀបប្រពន្ធខ្ញុំជេរមរាយក្រសួងមហាផ្ទៃនៅចំពោះមុខសខេងទាំងអស់វាដល់កហើយចាប់កូនវាបោះលើឡានចាប់ប្តីវាបោះលើឡានបិទវាគ្រប់វាវាយបែកកញ្ចក់ឡានដកយកប្តីវិញអត់បានបាទកូនខ្ញុំខែខាំងដេកក្រោមឡានឲ្យឡានកិនចាប់ខ្ញុំទៅទៅតុលាការហើយបញ្ជូនខ្ញុំទៅព្រីសប៉ុន្តែកូនខ្ញុំបានព្រមពីសុខចិត្តស្លាប់ទីបំផុតដល់ហើយខ្ញុំចេញហើយថាកាលណាបោះឆ្នោតហើយចាប់ខ្ញុំម្ដងទៀតខ្ញុំកំពុងតែភ័យដែរសម័យហ្នឹងប៉ុន្តែខ្ញុំជឿថាសម្ដេចហ៊ុនសែនគាត់មិនបដ ாய் ដល់ថ្នាក់ហ្នឹងទេបើសិនតែគាត់ដឹងពីពួកខ្ញុំជាកូនចៅរបស់គាត់មិនមែនជាអ្នកណាមិនមែនជាដៃគូទេប៉ុន្តែដៃគូទៅកាលនោះទេនឹងព្រៃណាឥឡូវគាត់ឡើងស្គាល់ខ្ញុំហើយខ្ញុំធ្លាប់អង្គុយហូបបាយពេញភ្នែនជាមួយគាត់នៅពេលរបស់បាន79នៅអីបឹងពុននេះប៉ុន្តែថ្នាក់ក្រោមដូចជាខណ្ឌក្រុងឬក៏ពលរដ្ឋអីគេសម្ដែងការខកចិត្តយ៉ាងម៉េចដែរនៅឃើញតែទង្វើគេសម្ដែងគេឲ្យលុយគេជួយអន្តរាគមន៍គេសន្យាថាជួយអន្តរាគមន៍ដីខ្ញុំនឹងឲ្យបានត្រឡប់មកវិញតែពីពុតបើតាជិះអស់ពួកខ្នងវាធំណាស់គឺហ៊ុនសែនជាខ្នងហ្មងប៉ុន្តែការពុតហ៊ុនសែនអត់ដឹងអីទេខ្ញុំបាននិយាយព្រឹកមិញណាតាមអីកសែតតាមអីទូទួលខ្ញុំប្រាប់ថាហ៊ុនសែនអត់ដឹងអីទេថ្ងៃនេះគេកំពុងតែចាប់គាត់ឲ្យទឹមដូចគោអញ្ចឹងទឹមគាត់ឲ្យតែដូចគោអញ្ចឹងឲ្យសញ្ញានេះសញ្ញានោះធ្វើនេះធ្វើនោះសពបែបយ៉ាងទាំងអស់ទីបំផុតពួកនោះអត់ទទួលស្គាល់ទេរុញគាត់លាក់ទឹកណែបាត់7នាក់ករាបាត់ទឹកដីខ្មែរខ្ញុំអត់សុខចិត្តទេពួកខ្ញុំក៏ជាអ្នកតស៊ូម្នាក់ដែរអ្នកទាំងអស់នោះដូចជាយឹមឆៃលីដូចជាអេដាមដូចជាអុកញ៉ាធំមែនរុញគាត់លាក់ទឹកគាត់ដឹងខ្លួនទេគាត់ជាអ្នកស្នេហ៍សចូលនោះមិនមែនជាច្បាប់ទេគាត់នៅស្ដីជូនហ្នឹងឯងប៉ុន្តែពួកនោះយកសចូលនោះទៅអនុវត្តគឺយកបថៅទៅតាមក្រោយយកអបលទៅដាក់ពីមុខ
mình men phải chia pro cái khai so cho nó đấy cái khai tăng cả bắt thao cả phơi banh thành lắm hay dọa bơi rồi nhỉ cứ ca bất chẳng mình chỉ bà về sủng tay cuaแต่đô là so cho nó chanh ba sủng lạch bàn quy nó lơ cái ấy to tiết bàn chẳng đẹp chia pro kia pro mi tức này chứ bỏ chia pro thì đẹp chú na hô khai tới chỉ pieng chỉ sưng bà lâu mình chưa tê lâu chỉ làm pin từ cái trẻ từ từng trái đây so khang mình bay chăn vậy cho đó đấy vậyจะเต็มปีสเปนช่วยว่าเนี่ยตัวดอลลาร์กิโลประมาณพอดปีนึงเตอเมื่อกรมหุ่นหนึ่งกรมหุ่นคนเสียก็ได้กรมหุ่นอะไรโยประเทศตัวรัฐนั่งเอาประมาณให้การน่ะที่เอาลุยก็เอาเนี่ยนั่งอยู่ลุยจัดบ้านนี่พี่ใครบังเจ้าบังโดยเทียมเนี่ยเอายมประเมินนะยมชายโยบ้านประเมินปัญญายมโยให้บังยมจอยสู้เทียมโยประมาณจากเทียมมาเห็นโยเต้แต่โยตามบังยมเจ้าหลายเลยจังยมสกัดรวมมวยไม่ได้ปะปนเขี้ยมมันโยเลยเขี้ยมมันลวกเขี้ยมมันโดกเขี้ยมในต่อตีพวกเขี้ยมดังให้ก็ยืนวายนึงแนวนึงคือดังให้สมได้คนสายอดดังจอเลยเต้อดดังถ้าเกิดบ้านไปเชื่อปูรัตไอ้คุณไอ้กวาดกุยเลยก็กุยในปีบกตะบูคล้ายกับบันปีกรอยยังทำประหยัดปูจักง้อปะเตะประดามมีเนี้ยกวาดกัวแต่ปลายปลุยสลังไปเชื่อปูรัตกวาดล้างวิ่งโดยจะนอนจันบุญเนี่ยก็กำปงกับไตรปัวอ๋อนึกดักนอมจะมาพอได้ก็อัดเมียนเธอจังเท่การยังตามลามันสมใบแต่โกนก็ประกาศกระดาอัดเมียนแต่ดาจอนชลีไอแทกบาปเยจุนจังได้เรื่องนี้คือสอบแต่ปึ้งนะปึ้งคนมันนี่ปึ้งอะไรเนี่ยทำปึ้งปอนกบีกบาหรือเปล่าเยี่ยอยู่มือก็ปลาสลับตามลูกรีบรับเต้เคยท่าลูกโดยจีมีตุ่มนูกลมโตลูกคุณสายหายเนี่ยเด็ดเฟือบาปกลมคุณสายลูกคือยี่กลมใจระบายลูกคุณสายกูใจคุณสายนั่งตัดทีนะมาลูกคุณสายจังลูกมีน่ารำไม่ได้นะเปลได้ไม่เด็กนอมแต่บางคนใจหมดเฟือบาปปูรอดให้นั่งลูกทบต่อสู้จมูกเนี่ยมีอะไรแต่การน้องเจ้าสำนักปูรับเซ็งที่ได้เพียรจนเศร้าเนี่ยตาเพียรรุมปึงเลยรุมปึงเลยในสลับคืออดบายคือจังมองเชี่ยผู้รัฐยังปราถาตึกในโฮและเปี้ยงกับเป็นแน่ปัญหาอะไรนี่เคยนะการบัชนาบันประจับให้รัฐบาลการบัชนานั้นเมียนปนเมียนมาทางกันนับปาสกรุเชียจบชนะปัญหาอะไรนี่เคยเมียนการประกาศมันจำตรึกขากันนับปาสจนการบัชชนะชาวเป็นให้ประเชียผู้รัฐก็จะเอาอินทายทากันนับปาสกรุเชียตรึกแต่ชนะเป็นผู้รัฐบันบัชนาสมัยตกจัดผู้รัฐเป็นการลำบากโลกบันที่รัฐยังประบายจังโลกจังเอาเป็นการพลักโดเจ้ที่ยมส้มนี่ยัยเจ้ยมนี่ยัยเจ้อนุสาดำใบปลอดาวสมัยคนนั้นวิ่งเปิดปลุกยุคขยมอันเป็นตะเกียงได้ขยมกว่าต่อสู้อยู่มวยเวียดนามไปตัวไปอยากพูดได้จังนะขยมอันคลายไอ้หนึ่งเย่ได้ถ้าขยมปลอดลูกสร้างเอาสมัยคนสร้างกับบ้านเนี่ยปีปลุกไอ้ขยมคลายมัดก็ไอ้เป็นเปิ้ลแม่กระมาหาวิเดบรอกน้องปีพบแล้วว่าปัจจุบันเราทำไงกับกระลองมาว่าพวงตัดรถก็เธอสกัดเงินสักไม่ให้ไม่ก็ติดเชื่อพวกอ๋อนึงอ๋อหาได้เนี่ยอุปะไอ้นึกใบควันนึงอุปเงานึงก็มันถือชื่อได้เหม็นพวกน้องเนี่ยเลิกเอาก็เธอสลายที่ปัจจุบันเราตัวใจเลิกสลายก็กระนั้นแจ้งไอ้ขนมปัจจุบันติดจะต่อเลยไงก็บ้านคุยเลยกับไอ้จอเตียนก็กลุ่มโยพวกนึงมาดาพิมุกนำไปยี่แต่ยี่พวกนึงเคยมุกบ้านนี่บ่าววิสุทธิ์ซีใส่บ้านวิซีให้วิซีแต่เปียกติดต่อจังที่พวกเราปีบ้าทำไงเนี่ยก็ดังทับที่พวกเราปีบ้าปนาได้เพียงกรันเลิกที่เขาปนถ้าแบบก็ได้ตามมาได้จุบะเราบอกสำได้เชื่อรู้ว่าก็อัดเละดาวปนึงนี่ก็อัดไอเละดาวปนึงนี่มาปีก็บัดดาวสำได้เชื่อรู้ว่าก็ใส่ได้จุดก็ตะบอลก็เช่นขัดมวยเตอจับมันนึงดาวคุกเนี่ยนี่คือกับยมใบกระบาลจังจุบใส่ตามวิสบุกคนใจเคลื่อนตั้งปีนี่ขัดจนเตอดอกดองอัดดอกเลยมาให้สำได้คนใส่ด่าตามปองปุ๊บดอกแล้วนายเชื่อรู้ด่าตามปองปุ๊บดอกสำได้เพียงใส่แล้วคือจะมีวิธีการจัดใจเอาจะน่าโลภเลือดสุดที่รบประเจียปรอดบ่ฟังให้สำได้คนสายเธอเพิ่งเอ้ยเพราะนักปรอดเมื่อเตยเคยจัดจังกรมกุศลโลกหนึ่งปรอดเซนเทียนจังมันมีการปรับเราที่ในปีนี้เกี่ยวตอนอบคุณสายแต่งสรงได้ปันใต้บ่ก็แจ้งกุยก็แจ้งช่วยการต่อเทียนเจียปรอดกินเลยแต่เหมือนเจ้าก็ได้เหมือนเจ้าก็ได้ปันนักเชื่อเมื่อจะก็อัดแจ้งกุยเลยกับเองที่สมัยก็เลยแต่โยพวกน้องมาด่าพี่ขอขนองก่อนเราผมลูกอ่านเนี่ยเธอบ้าไปลูกอ่านเนี่ยเธอบาปเจียบรัดป่ามาเนี่ยเจ้าปุ๊บเพียบกาปฏิขมายดูเพี้ยมปันใต้เนี่ยเดินเลยกบายก่อนนึงอดตุกลนทรายนี่จีใส่ได้โยกวัดตึกตึมโดยโกยังปัญหาอะไรเนี่ยมาเรื่องใดหรือว่าลูกวิ่งท่าตาลูกก็ยังไม่ในปีใดดักเพียบดังใจให้กินมันอาเปอร์ให้กินบานปลากำลังมา
ធ្វើបាបក្រុមគ្រួសារលោកជារៀងរាល់ថ្ងៃអញ្ចឹងតើជំហររបស់លោកនៅតែការពារដីនឹងតទៅទៀតឬមួយក៏ធ្វើការចាក់ចេញនៅថ្ងៃណាមួយដោយសារតែគេធ្វើបាបបាទខ្ញុំសូមជម្រាបជូនមកច្បាស់ក្នុងកន្លែងហ្នឹងដីរបស់ខ្ញុំនៅតែជាដីខ្ញុំអត់មានពីណាមកយកបានទេខ្ញុំនៅការពារដីខ្ញុំរហូតឥឡូវនេះខ្ញុំប្តឹងទៅសម្ដេចហ៊ុនសែនឲ្យជួយដោះស្រាយខ្ញុំទៀតហើយតែបើសិនជាគាត់មិនព្រមជួយគាត់នៅធ្វើមិនអើពើទេខ្ញុំពឹងទៅសំរងស៊ីម្ដងបាទនឹងនិយាយទៅការពិតហ្មងពួកខ្ញុំជឿថាកន្លងមកគាត់មិនធ្វើពួកគាត់ពីមិនដឹងក៏មិនដឹងថាគេធ្វើបាបកូនចៅគាត់ដល់ថ្នាក់នោះឯងមនុស្សក្នុងសហការីរបស់គាត់ខ្ញុំជាសហការីរបស់គាត់ពីដើមណាបាទពេលថាសហការីដឹងហើយគេហៅពីជំនាន់ណៃគេហៅសហជីវិនណាបាទគាត់គួរតែនឹកឃើញទៅជួយដែរខ្ញុំនិយាយពីបឹងកពិតបឹងអីនៅអាបន្ទាយប៉មអីខ្ញុំនិយាយតែពាក្យប្រមាណមកក៏ដឹងផ្លូវជ័យសែនដែលកាត់រាល់ថ្ងៃនេះគឺផ្លូវរបស់គាត់ខ្ញុំនិយាយប៉ុណ្្នឹងគាត់ដឹងរឿងហើយខ្ញុំពិតប្រកបជំនឿតស៊ូជាមួយគាត់ហើយហើយទៅចប់ខ្នោះនោះចេញមកចប់អមូស្កាត7ថ្ងៃជាមួយពួកគាត់ទៅហើយពួកយើងគ្នាមានតែ4-10នាក់ទេគាត់នៅតស៊ូដំបងដែលទៅវាយយក7មករានោះទៅចូលឆ្លងពីដីមីមុតទៅកតុំនឹងគេចាប់ទាំងអស់ក្នុង10000នាក់ហ្នឹងពួកអាពុតចាប់ទាំងអស់បិទផ្លូវគេហៅថាជាប់អមូស្កានណាជាប់ការហ៊ុំព័ទ្ធរបស់គេ7ថ្ងៃបានរើម្នាក់ទៅទៀតហើយវាយទៅចេញទៅកំពុងចាំបាយតែណាលឺតែឈ្មោះហ៊ុនសែនបាននេះអាពួតបោលខ្ញុំប្រាប់ហ៊ុនសែនខ្លាំងណាស់ប៉ុណ្ណឹងគឺថាលឺឈ្មោះហ៊ុនសែននឹងគឺថាអាពួតបោលហ្មងបោលធ្លាក់ទៅដល់លងវែងអាតែមុខស្អីហ្នឹងខ្លាំងណាស់ហើយឥឡូវនេះគាត់មិនគួរបោះបង់អាកិត្តិយសរបស់គាត់មហាវីរៈរបស់ដែលខ្ញុំលើកខ្ញុំនិយាយជូនម្លេះទៀតខ្ញុំនឹកឃើញហើយសម្ដេចជានោះគាត់ទាមទារយកឯករាជ្យបាន2ដងក្នុងជីវិតរបស់គាត់ហ៊ុនសែនបានដល់ទៅ3ដងហើយគាត់អត់ដឹងខ្លួនថាគាត់យកប្រទេសជាតិខ្មែរបាន3លើកទេគាត់ប្រហែលភ្លេចបានដែរគាត់វិញដល់ការងារគាត់ច្រើនពេកគាត់វិញខ្ញុំមិនសរសើរគាត់ទេប៉ុន្តែពេលនេះខ្ញុំស្អប់គាត់ខ្ញុំខឹងគាត់ខ្ញុំគាត់ទៅទុបថាខ្ញុំខឹងគាត់ខ្ញុំស្អប់គាត់ខ្ញុំបន្តចេញអានេះពេលសម្ដីឲ្យគាត់លឺទេមកដល់ថ្ងៃនេះគេធ្វើបាបឯនៅតែហ៊ុនសែនល្អចំពោះខ្ញុំរហូតពួកខ្ញុំស្ដាយ7មករាខ្ញុំស្ដាយចិត្តយករបស់គាត់ខំតស៊ូងាយណាមានវិរៈបរោះណាធ្វើបានដូចគាត់ប៉ុន្តែថ្ងៃ7មករាទៅបានគេចោទថាយួនជាអ្នកឈ្លានពានទេលោកយួនជាអ្នកឈ្លានពានគេនិយាយនឹងគាត់ត្រឹមត្រូវតែគេអត់ដឹងរឿងយើងមានពីណាខ្ញុំហ៊ុនសែនយកប៉ោតានប៉ាត់តែប្រមាណអ្នកទេដល់10អ្នកទេទៅវាយយកប្រទេសខ្មែរវិញហើយបើយើងមិនទៅពឹងយួនពឹងអានេះតបដល់យួនធ្វើម៉េចយើងយកប្រទេសខ្មែរវិញបានបាទហើយបានយួនមកជួយយើងតើយួនបានលទ្ធការអីទេពេលនោះយួនវាអត់បានទេវាថាវាអត់យកស្អីទេណាវាថាវាអត់យកទេវាជួយខ្មែរពួកយើងទៅពឹងគេប៉ុន្តែឥឡូវហ្នឹងឃើញដីបាត់បង់តាមព្រំដែនដែលចុះសិទ្ធិសញ្ញាអីហ្នឹងលោកបានដឹងទេដឹងថាយួនរំលោភយកដីខ្ញុំដឹងវាមានហេតុផលរបស់គេត្រឹមត្រូវពួកយួនហ្នឹងវាចេះណាវាដណ្ដើមយកដីខ្មែរដោយខុនសៀដណ្ដើមយកដីខ្ញុំហ្មងហ្នឹងណាវាមិនមកយកទាំងហ្មងទេយកអត្រាទើអីមករុញហ្មងទេវាធ្វើការកាប់វាធ្វើការពុះក្បាលយើងទ្រាំបានយើងដើរចេញហើយវាក៏ចឹងដែរវាមកវាដាំតំណាំដាំអីក្បែរយើងនោះវាធ្វើបាបយើងទ្រាំបានយើងរត់ចេញអានឹងជារឿងរបស់យើងមិនចេះទប់ទល់ខ្មែរយើងវានៅត្រង់កន្លែងហ្នឹងអញ្ចឹងហើយបានដីខ្ញុំសពថ្ងៃនេះខ្ញុំប្រឹងទប់ទល់វាយកកម្លាំង PM ជាង100នាក់ណាមកធ្វើរបងប៉ាត់ជំនាញដីខ្ញុំហើយវាយកប៉ូលីសចូល50នាក់វាយកកម្លាំងកម្មករ50នាក់ទៀតយកទាំងសម្ភារៈជីកឡាំផ្សារបានធ្វើអត់ឈ្នះខ្ញុំគ្នា4-5នាក់នេះក្រុមគ្រួសារលោកធ្វើបែបម៉េចដើម្បីទប់ទល់កម្លាំងហ្នឹងដើម្បីទៅប្រពន្ធខ្ញុំមួយទេតែទប់ទល់ឈួរចាំមើលអ្នកឯងធ្វើលើដីអ្នកឯងធ្វើចោះពេលឆ្លងតែ1ម៉ែត្រមកលើដីខ្ញុំឆ្លង1ម៉ែត្រដាំបកគោលមួយពន្ធខ្ញុំទៅធាក់ចោល1ម៉ែត្រនោះយកអត់បានទេខ្ញុំការពារដីខ្ញុំរហូតដល់ថ្ងៃនេះអត់តាន់បាត់ប៉ិនបាត់ដៃទេអត់តាន់បាត់ទេដីខ្ញុំនៅតែដីខ្ញុំពីព្រោះខ្ញុំអាងសជួនខ្ញុំលើកសជួនរលាស់ឲ្យមើលនេះសជួនអ្នកឯងមកយកដីខ្ញុំវាមិនបើអ្នកឯងចង់បានដីខ្ញុំយកសជួនឲ្យច្បាស់មកប៉ុន្តែឥឡូវនេះគេនៅតែចង់តែឃ្លាំមើលធ្វើបាបអីចឹងទៀតតើលោកមានវិធានការអីបើសិនជានៅតែអញ្ចឹងទៀតតែក្រុមយើងមានតែបាត់ដៃទៅទេហ្នឹងបាទក្រុមយើងមានតែបាត់ដៃខ្ញុំមានវិធានការរហូតព្រោះខ្ញុំអាងហ៊ុនសែនអាងសំរងស៊ីខ្ញុំអាងខ្ញុំវាការពិតយកបាក់ខ្លាយទេតែឥឡូវហ្នឹងបានដាក់ពីប្តឹងទៅនៅទៅខ្ញុំប្របីខ្ញុំទូរស័ព្ទទៅសំរងស៊ីហើយតែខ្ញុំធ្វើទូរស័ព្ទទៅចូលសម្ដេចហ៊ុនសែនទេមិនចូលមិនដឹងធ្វើម៉េចមានជួបាយបើសំរងស៊ីខ្ញុំទេចូលបានខ្ញុំនិយាយអស់ហើយគាត់បាននិយាយថាម៉េចគាត់បាននិយាយថាឥឡូវនេះកំពុងតែបើគិតបានជារួមអត់តាន់ធ្វើឲ្យបានទេខ្ញុំថាបាទឯកឧត្តមខ្ញុំយល់ច្បាស់អំពីច្បាប់ហើយប៉ុន្តែខ្ញុំសូមដាក់ពាក្យពីឥឡូវនេះទៅដើម្បីជាឯកសារជាមូលដ្ឋានមួយនៅពេលណាដែលគាត់បានឡើងកាន់កាប់ជានាយករដ្ឋមន្ត្រីឬមួយជាស្អីមួយនៅក្នុងហ្នឹងពេលហ្នឹងឯកសារខ្ញុំវាដើរហើយគាត់អូខេគាត់ទៅនឹងបានឲ្យរៀបចំមកខ្ញុំរៀបចំទៅប៉ុន្តែតែរៀបចំមកខ្ញុំមិនមែនទៅសំស៊ីតទេខ្ញុំដាក់មួយទៅហ៊ុនសែនទៀត
mà đã mua cho xong đồng si chẳng pi năng đau ngay cái pi nè nó đau chỉ mua cái này ọt miên tên nào chui mình chỉ mua cái này còn đau khâu đôi lấy bi lại nè đã lưới lấy bi mà ban bạc khiêm sờ lanh quát bạc khiêm dây quát thắt sầm tạch ơi đau ở ban trâm trơ sầm tạch nâng quy cái tiênแต่เจี๊ยบรัดเลยกอดเธอจะสบายจะได้บ่กอดได้เขาไก่หนึ่งบาทเลยบัดจึงมองกบวดให้กบเชื่อตามพวกไม่อยากเท่ากับบอกกอดเด็กดักกะโยกอดตึตุ้มโดยโก้โดยกับใบยังสงายนะอดเขาได้เก็บยาเขาจะมันไม่คลายที่สบายออนไซก่อนมันบราแต่เจี๊ยบรัดเลยกอดบราพวกเอาเงี้ยบ่บราพวกรันไตรอ๋อนั่นแหละแต่กอดดังครัวตะกี้กับพวงปลากระบาก็ได้ดอลโฮดดอกกอดกุยกอดได้เห็นกุยไงไปตัวบอกว่าใครจะบังมีก้อยคุยคิดบ่ไปเยี่ยมท้าเยี่ยมเย่ไปไกลจะได้ทำประหยัดปุ๊บจักตอนอะไรลูกเมียนไอ้สนมเป้าให้ก็โดยเชียมปิวนิวดอลปูรัดไม้ก็โดยเชียอาญาเข้ากลุ่มดับคณะโดยเชียองค์การสังคมสิวิลเชียมจะเรียบจูนเชียมสมปิวนิวเบอร์จะปุ๊บคณะเก่ามั้ยนะขนมรัฐบาลละอดเมียนเทยกันดิปีปุ๊บขนมเลี่ยมชายลีขนมหุ่นสายนี่ทำนะให้การเงี้ยตัวดอลจะเยี่ยมชายลีอดเมียนไปจูนตัวหุ่นสายนี่อดบ้านไปเจ้าเอ๋จังอ๋อเมียนได้สมัยหุ่นสายมวยแต่อาจดอกสายหรือมวยก็จุดเดียวบนนี้แต่ก็นั่งก็อ่านยี่มวยจับได้ก็บางครั้งนะปีกาหรือบาเวทเนี่ยบาปิจรัตบาปราบตะโกนเห็นเยี่ยผู้สำนักสายก็รึงนะยิ่งทอบเธอกามือก็ปีดาวกอดรึงนะบากอดมันรึงได้ก็กอดมันบานเทินอยู่รำไตรได้มันไม่ก็กร้อยนะกอดครั้งมันนึกว่านะเห็นเอาสมัยโจสระอยู่กันมือเป็นนักมานะเห็นรูปร่างครูกอดเจงปีอะไรปูปะเสโต้การนอเทิมรัวจับกอดรถตรงรัวไปเด็กกอดเอาสมัยเชนุมาโจสระบิ้งอ่ะมันไม่ทำมันอะไรอยู่ใบกับพวกน่ะปันใจกอดตุบมันรวยนึงอ่ะเด็กใบครูก่อนเนาะเธอกอดบัดใครคือปัจเจปูรัตตะเนี่ยเวทเนี่ยสระตะในคลายเตยจีเปียงตะตรองอดได้ยี่เบย์ไปตะในปันในกอดมันดังพวกนุ่งวิลเล่ตั้งอ่ะกอดได้กอดชวนอยู่ใบนะกอดด่าได้กระไรแต่ตัวลิขัดแต่ตัวสมบูรณ์นั่นกระไรตีใจกาเคยนะมาสู้ทักสมบูรณ์ได้โจรอดไงได้แต่ดอกกอดได้กรอนแต่ขยมด่าผมเปิดดอกอันเมียตะดอกกอดที่บ่าวบินเละจุดเนื้อเตรียมขุดกระไรจงมาคราวมองว่าบ่าวเมียนมาป้อนตราบโรยนะเบียไปจูนตะดอกได้ก่อนเอาสมใบแต่กงร้อนลานก็เตี้ยลุยเชียงป้อนได้ยังให้กอดครุขนาดดอกกระไรกี้มันเอากระดังมากอดละอ้อจางหน้าก็ได้กอดเนื้อแต่กรอนยิ่งเยอะอ๋อให้แบบกอดกายคล้วนนะก็จีบจำกายคล้วนนะสหกายมวยเธอยังไม่อันนึงกอดได้โชว์เลยกับไอ้นึกบานต่อเตียนเบอร์กอดมันนี่ใจกลุ่มท่าใจพร้อมสมใบจากยมมาพร้อมไหมยมเธอต่อระเตียนพวกยมชื่อจับยมเจ็บรัดมีการเจ็ดดังบรุยมมันเอาทำไมยังเละดอลสถานการณ์ได้สากาดักเจ้ามาบอกปูไม่ละตาเท้าบอกคุณสายนี่ยมมันตอนเจ้าไม่เท้านี่ปัญหายมมันนั่งถือไม่ดีเยอะกันมาออกกุนลูกในบ้านปราบกันที่จุ่มเป็นยังอาญาโทธนกรอมแต่ดำได้จังโยได้ลุบานประเลี้ยนหายตกลุยบรรทุกบรรทุกเอากรมครูสใจตึกในโดยเฉพาะสมออกกุนชุบเนี่ยแต่จะทำไมในปีกลางเจ็ดลูกบานออกคุณชรา